រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងត្រកូល Asterii ដែលជាត្រកូលអ្នកវេទមន្តដ៏មានអំណាចនិងល្បីល្បាញបំផុតរហូតដល់អាចបញ្ជាស្ដេចបានយ៉ាងងាយប៉ុន្តែត្រកូលដ៏ខ្លាំងពូកែមួយនេះមានច្បាប់គ្រួសារដ៏សាហាវមួយគឺពួកគេតែងតែបណ្ដេញសមាជិកណាដែលគ្មានទេពកោសល្យវេទមន្តចោលដោយគ្មានមេត្តានៅក្នុងវិមានដ៏ស្កឹមស្កៃក្រុមអ្នកបម្រើបានចាប់ផ្ដើមខ្សឹបខ្សៀវនិយាយដើមចៅហ្វាយនាយរបស់ខ្លួនអ្នកបម្រើម្នាក់បានទម្លាយដំណឹងថ្មីថាចៅហ្វាយប្រុសធំចៅប្រុសច្បងនៃត្រកូលបានខកខានក្នុងការដាស់ធម្មពលវេទមន្តជាលើកទី3ហើយដំណឹងនេះធ្វើឲ្យអ្នកបម្រើម្នាក់ទៀតគិតថាតំណែងប្រមុខត្រកូលច្បាស់ជាធ្លាក់ទៅលើចៅហ្វាយប្រុសទី2មិនខានតែត្រូវគេដាស់តឿនឲ្យបិទមាត់ភ្លាមពួកគេបានត្រឹមខ្សឹបខ្សៀវគ្នាថាបន្ទាប់ពីខកខានដល់ទៅ3ដងជាប់គ្នាចៅហ្វាយប្រុសធំប្រហែលជាវង្វេងបាត់បង់ស្មារតីហើយព្រោះគាត់មានចរិតចម្លែកតាំងពីដើមមកស្របពេលនោះមេអ្នកបម្រើក៏បានដើរមកសួរថាតើចៅហ្វាយប្រុសធំធ្វើអ្វីបានជាចម្លែកខ្លាំងម្ល៉េះអ្នកបម្រើក៏រៀបរាប់ប្រាប់ថារឿងរ៉ាវចម្លែកបានចាប់ផ្ដើមតាំងពីខែមុនគឺបន្ទាប់ពីចៅហ្វាយប្រុសដឹងខ្លួនពីការដេកឈឺជាទម្ងន់ដោយសារបញ្ហាវេទមន្តពេលបើកភ្នែកឡើងភ្លាមជំនួសឲ្យការសម្រាប់ព្យាបាលខ្លួនគាត់បែរជាមើលមាយនិយាយអ្វីដែលគ្មានអ្នកណាម្នាក់ស្ដាប់យល់ភ្លាមនោះគាត់បានរត់ចេញពីវិមានទាំងជើងទទេសម្ដៅទៅសួនក្រោយផ្ទះចំពេលដែលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងដោយមិនព្រមពន្យល់អ្វីដល់អ្នកណាម្នាក់ឡើយគាត់បានលុតជង្គង់ចុះហើយចាប់ផ្ដើមប្រើដៃទទេជីកដីយ៉ាងគំហុករហូតដល់ម្រាមដៃដាច់រលាត់ឈាមស្រោចពេញដៃប៉ុន្តែអ្វីដែលគាត់រកឃើញបែរជាធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំងគឺគាត់បានលើកស្មៅធម្មតាមួយដើមមកមើលទាំងបង្ហាញទឹកមុខសប្បាយរីករាយយ៉ាងខ្លាំងដូចជាតួឯកក្នុងរឿងអញ្ចឹងមេអ្នកបម្រើនិងក្រុមអ្នកបម្រើបានត្រឹមឈរមើលទាំងនិយាយមិនចេញមេអ្នកបម្រើព្យាយាមសម្រួលថាស្មៅនោះប្រហែលជាឱសថកម្រតែអ្នកបម្រើឆ្លើយតបវិញថាបញ្ហាធំមិនមែននៅលើស្មៅនោះទេគឺតាំងពីថ្ងៃនោះមកគាត់បានចំណាយពេល1ខែពេញដើម្បីអង្គុយដកស្មៅក្នុងសួនមិនដែលខានសូម្បីតែមួយថ្ងៃការពិតទៅចៅហ្វាយប្រុសធំកំពុងតែរំភើបចិត្តយ៉ាងខ្លាំងព្រោះគាត់ប្រមូលបានរុក្ខជាតិឱសថឈ្មោះ Basil Q នៅចំពោះមុខរបស់គាត់មានប្រព័ន្ធហ្គេមបង្ហាញសារបញ្ជាក់ពីការប្រមូលផលដែលធ្វើឲ្យគាត់ត្រេកអរនឹងថ្ងៃដ៏មានផលិតភាពរបស់ខ្លួនពេលដែលគាត់តាក់ដៃកំទេចដីចេញគាត់ក៏ចាប់អារម្មណ៍ឃើញក្រសែភ្នែកជាច្រើនជុំវិញខ្លួនកំពុងលួចតាមដានគាត់យ៉ាងជិតស្និទ្ធគាត់ដកដង្ហើមធំហើយគិតក្នុងចិត្តថាវាពិតជាហត់នឿយខ្លាំងណាស់ដែលត្រូវមកកើតជាចៅប្រុសច្បងនៃត្រកូលដ៏ធំមួយនេះឈ្មោះបច្ចុប្បន្នរបស់គាត់គឺ Leon Asterii ប៉ុន្តែអតីតកាលរបស់គាត់គឺជាជនជាតិកូរ៉េម្នាក់ឈ្មោះ Baek Ji-yeon នៅប្រទេសកូរ៉េគាត់ធ្វើជាអ្នកគ្រប់គ្រងក្រុមម្នាក់ប៉ុន្តែដោយសារតែទ្រាំនឹងអាកប្បកិរិយាដ៏អាក្រក់របស់ថៅកែមិនបានគាត់ក៏បានសម្រេចចិត្តលាឈប់ពីការងារនៅក្នុងកំឡុងពេលទំនេរគ្មានការងារធ្វើគាត់ក៏បានចូលទៅលេងហ្គេមចាស់មួយដែលគាត់ធ្លាប់លេងយ៉ាងជោគជ័យកាលពីមុនពេលចូលទៅគាត់ខឹងសម្បាយយ៉ាងខ្លាំងព្រោះតួអង្គចាស់ដែលធ្លាប់ខ្លាំងត្រូវបានលុបចោលសល់តែលុយក្នុងហ្គេមប៉ុណ្ណោះដូច្នេះគាត់ក៏សម្រេចចិត្តបង្កើតតួអង្គថ្មីមួយដែលផ្ដោតលើការផលិតនិងការប្រមូលផលព្រមទាំងបានបុកលុយទិញកញ្ចប់ពិសេសរហូតទទួលបានជំនាញពិសេសល្អជាច្រើនគាត់គ្រាន់តែចង់លេងបែបសន្តិវិធីដើម្បីសម្រាកខួរក្បាលនិងមិនចង់ទៅប្រយុទ្ធជាមួយអ្នកណាទៀតឡើយនោះជាការចងចាំចុងក្រោយរបស់បែកជីយុនមុនពេលអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរពេលដឹងខ្លួនឡើងគាត់ក៏ដឹងថាខ្លួនឯងបានចាប់ជាតិចូលមកនៅក្នុងខ្លួនរបស់លីអនដែលជាតួអង្គក្នុងហ្គេមនេះទៅហើយវាជាព្រឹត្តិការណ៍រហូតដល់ទៅ50ឆ្នាំក្រោយវគ្គចុងក្រោយនៃសាច់រឿងហ្គេមសំណាងល្អគាត់មានការចងចាំរបស់ម្ចាស់រាងកាយដើមទើបធ្វើឲ្យគាត់ងាយស្រួលសម្របខ្លួនរស់នៅក្នុងពិភពលោកថ្មីនេះខណៈពេលកំពុងប្រមូលផ្កាប្រព័ន្ធបានប្រកាសថាគាត់បានដោះសោសមិទ្ធផលអ្នករុក្ខជាតិថ្មីថ្មោងនឹងទទួលបានរង្វាន់ចំនួន1000ស៊ីលីងប្រព័ន្ធក៏បានប្រាប់ទៀតថាហាងលក់ទំនិញផ្ដាច់មុខរបស់ប្រព័ន្ធនឹងបើកដំណើរការភ្លាមពេលដែលគាត់ប្រមូលលុយបានគ្រប់ចំនួន100,000ស៊ីលីងលីអនគិតថាប្រព័ន្ធនេះពិតជាមិនធម្មតាមែនគាត់អាចខ្លាំងបានដោយមិនបាច់ទៅហត់ប្រយុទ្ធជាមួយអ្នកណាឡើយប្រសិនបើគាត់ខំប្រឹងរកលុយឲ្យបានគ្រប់គាត់នឹងអាចឆាប់រើចេញពីវិមានដ៏គួរឲ្យធុញទ្រាន់នេះបានទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានរឿងព្រួយបារម្ភព្រោះម្ចាស់រូបកាយលីអននេះបានខកខានការដាស់វេទមន្តដល់ទៅ3ដងនៅក្នុងត្រកូល Asterii ដែលឲ្យតម្លៃទៅលើសមត្ថភាពគាត់ដឹងច្បាស់ថាគេនឹងដេញគាត់ចេញក្នុងពេលឆាប់ដូច្នេះគាត់ត្រូវតែមានលុយផ្ទាល់ខ្លួនដើម្បីរស់គាត់ក៏នឹកឃើញគំនិតមួយគឺចង់រករបស់ល្អដើម្បីយកទៅសោកប៉ាន់ប្រមុខត្រកូលដើម្បីកែលម្អស្ថានភាពបច្ចុប្បន្នដើម្បីធ្វើបែបនោះបានគាត់ត្រូវតែអាប់លេវឲ្យបានលឿនភ្លាមនោះគាត់ស្រាប់តែមើលឃើញពន្លឺពណ៌ខៀវជះចេញពីក្នុងព្រៃដឹងថាជាស្រទាប់ពន្លឺនៃរបស់មានតម្លៃលីអនក៏ប្រញាប់ដើរទៅរកពន្លឺនោះហើយបានប្រើដៃទាញរុក្ខជាតិអាចកំបាំងមួយដើមចេញពីដីប្រព័ន្ធបានបង្ហាញសារភ្លាមថាគាត់ទើបតែប្រមូលបានស្មៅព្រះអាទិត្យ Sunday Herb ដែលជារបស់កម្រកកម្រិតផ្កាយ3ខណៈពេលដែលលីអនកំពុងតែត្រេកអរស្រាប់តែមានសម្លេងមួយហៅឈ្មោះគាត់ពេលងាកទៅមើលគឺជានាងស៊ីលវីយ៉ាដែលជាមេអ្នកបម្រើនាងបាននិយាយថាគាត់ហាក់ដូចជាផ្ដោតអារម្មណ៍ខ្លាំងពេកលើការដកស្មៅហើយលីអនក៏បានបង្ហាញរុក្ខជាតិដែលកំពុងភ្លឺនោះទៅនាងហើយសួរថាតើនាងឃើញពន្លឺដែរឬទេតែស៊ីលវីយ៉ាមើលទៅឃើញវាត្រឹមតែជាឱសថគុណភាពខ្ពស់ធម្មតាប៉ុណ្ណោះដោយសារតែលីអននៅតែទទូចថាវាមានពន្លឺស៊ីលវីយ៉ាក៏លួចគិតក្នុងចិត្តថាពាក្យចចាមអារាមដែលថាចៅហ្វាយប្រុសធំឈួតប្រហែលជាការពិតហើយនាងបានបដិសេធថាខ្លួនមិនឃើញពន្លឺអ្វីទាំងអស់ធ្វើឲ្យលីអនដឹងភ្លាមថាមានតែគាត់ម្នាក់គត់ដែលអាចមើលឃើញពន្លឺវេទមន្តនៃឱសថពិសេសទាំងនេះតាមរយៈប្រព័ន្ធហ្គេម
Sylvia បានប្រាប់ឲ្យ Leon ត្រឡប់ទៅផ្ទះវិញជាប្រញាប់ព្រោះប្រមុខត្រកូលត្រូវជាលោកតាបង្កើតរបស់គាត់កំពុងតែហៅរកជួបព្រោះតាំងពី Leon ដឹងខ្លួនពីឈឺមកមិនទាន់បានជួបមុខគ្នាឡើយលើបែបនេះ Leon ចាប់ផ្ដើមមានអារម្មណ៍តានតឹងនិងព្រួយបារម្ភជាខ្លាំងព្រោះលោកតារបស់គាត់គឺជានិមិត្តរូបនៃអ្នកមានសមត្ថភាពនិងជាមនុស្សដាច់ខាតដែលអនុវត្តច្បាប់រស់រានមានជីវិតក្នុងគ្រួសារដោយគ្មានមេត្តាបំផុតប៉ុន្តែប្រមុខត្រកូលក៏ជាគោលដៅដ៏ល្អសម្រាប់ Leon ក្នុងការបង្កើតទំនាក់ទំនងដើម្បីទិញពេលវេលាមុននឹងគាត់ត្រូវបណ្ដេញចេញដែរលោកតា Patrick Asteri កំពុងតែរងចាំជួបគាត់ប៉ុន្តែ Leon នៅភ័យព្រោះមិនទាន់បានរៀបចំរបស់សូកប៉ាន់អ្វីឡើយនៅក្នុងស្ថានភាពដ៏បន្ទាន់នោះគំនិតដ៏ឆ្លាតវៃមួយបានលេចឡើងក្នុងក្បាលរបស់ Leon គាត់បានងាកទៅប្រាប់មេអ្នកបម្រើទាំងញញឹមថាគេនឹងទៅជួបលោកតាភ្លាមប៉ុន្តែមុននឹងទៅគេចង់ពឹងពាក់ឲ្យនាងជួយធ្វើរឿងតូចមួយឲ្យគេជាមុនសិនកាត់មកទស្សនភាពនៅក្នុងបន្ទប់ធ្វើការដ៏ស្ងាត់ជ្រងំលោកម្ចាស់ធំ Patrick Asteri កំពុងតែអង្គុយស្ដាប់របាយការណ៍របស់អ្នកបម្រើអំពីស្ថានភាពចម្លែកៗរបស់ចៅប្រុសច្បងទឹកមុខរបស់គាត់ពោពេញដោយភាពម៉ឺងម៉ាត់មុននឹងសម្រេចចិត្តប្រើវេទមន្តភ្លើងដុតកំទេចក្រដាសសុំជំនួយនោះចោលភ្លាមៗគាត់បានងាកទៅសួរអ្នកបម្រើទាំងទឹកមុខម៉ឺងម៉ាត់ថាតើចៅប្រុសរបស់ខ្ញុំកំពុងតែធ្វើការងារអីអ្នកបម្រើបានអោនក្បាលរាយការណ៍ទាំងញញើតថាចៅប្រុសធំនៅតែបន្តដកស្មៅនៅក្នុងសួនដដែលទោះបីជាគាត់គ្មានថាមពលម៉ាណានៅក្នុងខ្លួនសូម្បីតែបន្តិចតែប្លែកត្រង់ថារាងកាយរបស់គាត់ហាក់ដូចជាមានសុខភាពល្អនិងមាំមួនខុសពីធម្មតាឮបែបនេះ Patrick ខឹងសម្បាជាខ្លាំងគាត់ដកដង្ហើមធំដោយភាពហួសចិត្តរួចក៏ដេញអ្នកបម្រើឲ្យចេញទៅក្រៅបន្ទប់ខណៈពេលដែលអ្នកបម្រើដើរចេញទៅ Sylvia ដែលជាមេអ្នកបម្រើក៏បានដើរចូលមកដល់ Patrick បានសួរនាងភ្លាមថាតើចៅចម្លែករបស់ខ្ញុំកំពុងធ្វើអ្វីហើយឥឡូវនេះគេនៅឯណា Sylvia ក៏បានឆ្លើយតបដោយអ្នកបម្រើមុននេះដែរថា Leon កំពុងតែអង្គុយដកស្មៅនៅក្នុងសួនរហូតរាលដាលចូលទៅដល់តំបន់ព្រៃក្បែរវិមាននោះទៅហើយប៉ុន្តែអ្វីដែលធ្វើឲ្យ Patrick កាន់តែខឹងសម្បាររហូតដល់ក្តាប់ដៃណែនដោយកំហឹងនោះគឺនៅពេលដែល Sylvia ប្រាប់ថាចៅប្រុសធំបានផ្ញើសារមកលោកតាថាចាំជួបគ្នានៅពេលក្រោយ Patrick ខឹងស្ទើរផ្ទុះទ្រូងគាត់មិននឹកស្មានថាចៅប្រុសដែលគ្មានសមត្ថភាពម្នាក់ហ៊ានថ្លើមធំឲ្យប្រមុខត្រកូលដ៏មានអំណាចដូចជាគាត់អង្គុយរងចាំយ៉ាងដូចនេះឡើយគាត់បានគម្រាមទាំងកំហឹងថាគាត់នឹងដុតកំទេចព្រៃនោះចោលបើសិនជាចៅប្រុសម្នាក់នោះមិនព្រមមកជួបគាត់ភ្លាមៗទេនោះ Sylvia ក៏បានអោនក្បាលទទួលបញ្ជាហើយប្រញាប់ដើរចេញទៅដើម្បីនាំសារព្រមាននេះទៅប្រាប់ Leon កាត់មកមើលស្ថានភាព Leon វិញម្ដងបន្ទាប់ពីពឹងពាក់ Sylvia រួចគាត់បានដើរចូលមកក្នុងបន្ទប់ពិសោធន៍ដ៏ប្រណិតមួយពេលបើកទ្វារចូលមកភ្លាម Leon មានការភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងនៅពេលដែលបានឃើញឧបករណ៍អាល់ឈីមីឧបករណ៍ចម្រាញ់ថ្នាំទឹកទំនើបនិងមានគុណភាពល្អៗជាច្រើនរៀបចំទុកជាស្រេចតាមពិតទៅគាត់គ្រាន់តែសុំឧបករណ៍ធម្មតាដែលអាចប្រើការបានប៉ុណ្ណោះមិននឹកស្មានថាទទួលបានរបស់ល្អកម្រិតនេះឡើយមិនបង្អង់យូរ Leon បានចាប់ផ្ដើមរៀបចំគ្រឿងផ្សំដើម្បីធ្វើការពិសោធន៍មុននឹងចាប់ផ្ដើមគាត់បានបើកផ្ទាំងប្រព័ន្ធហ្គេមដើម្បីឆែកមើលកម្រិតជំនាញរបស់ខ្លួនជាមុនសិននៅក្នុងប្រព័ន្ធនេះកម្រិតជំនាញត្រូវបានបែងចែកចាប់តាំងពីអ្នកហាត់ការរហូតដល់កម្រិតមេ Leon ដឹងច្បាស់ថាបើសិនជាគាត់អាចអាប់លេវជំនាញនេះឲ្យកាន់តែខ្ពស់នោះការផលិតថ្នាំទឹកនឹងកាន់តែងាយស្រួលហើយទទួលបានថ្នាំដែលមានគុណភាពកាន់តែល្អឥតខ្ចោះគាត់បានសម្រេចចិត្តផលិតថ្នាំបង្កើនសុខភាពហើយគម្រោងរបស់គាត់គឺនឹងផឹកវាទាំងអស់ដោយខ្លួនឯង Leon បានដាក់ដៃទៅជិតឆ្នាំងអាល់ឈីមីរួចចាប់ផ្ដើមបញ្ជាប្រព័ន្ធដើម្បីចម្រាញ់ភ្លាមគ្រាន់តែប្រើបច្ចេកទេសជំនាញភ្លាមពន្លឺដ៏ចែងចាំងបានជះចេញពីបាតដៃរបស់គាត់ទឹកថ្នាំទឹកពណ៌ក្រហមបានហូរចូលទៅក្នុងដបយ៉ាងរលូនប្រព័ន្ធបានលោតសារជូនដំណឹងភ្លាមថាការផលិតថ្នាំសុខភាពទទួលបានជោគជ័យ Leon កាន់ដបថ្នាំនោះដោយមោទនភាពនិងរំភើបជាខ្លាំងគាត់បានលើកថ្នាំនោះផឹកភ្លាមហើយសើចដោយក្តីរីករាយព្រោះឧបករណ៍ល្អពិតជាជួយបានច្រើនមែនទើបធ្វើឲ្យរបាលឈាមរបស់គាត់លូតឡើងរហូតដល់ 80% សម្រាប់ការងារដំបូងក្នុងនាមជាអ្នកអាល់ឈីមីយ៉ាងជោគជ័យផែនការដំបូងដើរទៅមុខយ៉ាងរលូន Leon បានដាក់ដបចុះហើយសើចជំនះឯងទាំងញញឹមបិទមាត់មិនជិតចំពោះគម្រោងការបន្តរបស់ខ្លួនសំឡេងប្រព័ន្ធបានលោតជូនដំណឹងជាបន្តបន្ទាប់ទិញបង្ហាញថាគាត់បានខំប្រឹងផលិតនិងអង្គុយផឹកថ្នាំនោះរហូតជិតគ្រប់ចំនួន100ដបទៅហើយបន្ទាប់ពីហត់នឿយអស់ជាច្រើនម៉ោង Leon ចាប់ផ្ដើមអស់កម្លាំងខ្លាំងនិងណែនពោះពីការផឹកថ្នាំទាំងនោះគាត់បានទន់ខ្លួនដេកដួលលើកៅអីទាំងធ្វើមុខចង់ក្អួតព្រោះតែឆ្អែតទឹកថ្នាំពេកហើយរបាលឈាមរបស់គាត់ក៏បានពេញកម្រិតអស់ទៅហើយដែរការផឹកបន្តពិតជាទារុណកម្មខ្លាំងណាស់តែដើម្បីសម្រេច mission គាត់ត្រូវតែហ្វឺនលេបវាឲ្យអស់រលីងពីរដបទីបំផុតការខិតខំប្រឹងប្រែងបានហុចផលប្រព័ន្ធបានប្រកាសយ៉ាងអឡារឹកថា mission សម្រាប់ជោគជ័យគាត់ទទួលបានប្រាក់រង្វាន់ចំនួន 1000 ស៊ីលីងព្រមទាំងទទួលបានរូបមន្តផលិតថ្នាំថ្មីមួយទៀតផងដែរ Leon សប្បាយចិត្តនឹងភាពជោគជ័យនេះខ្លាំងណាស់គាត់សម្លឹងមើលរូបមន្តថ្មីដោយភាពជឿជាក់និងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ភ្លាមដោយចាប់ផ្ដើមបោះគ្រឿងផ្សំចូលទៅក្នុងឆ្នាំងចម្រាញ់ជាបន្តពេលនេះ Leon ចាប់ផ្ដើមគិតដល់រឿងកាដូសម្រាប់យកទៅសោកប៉ាន់លោកតា Patrick ហើយគាត់គិតថាប្រសិនបើធ្វើថ្នាំព្យាបាលរបួសឬថ្នាំសុខភាពធម្មតាគឺពិតជាគ្មានន័យឡើយព្រោះលោកតាជាប្រមុខត្រកូលដ៏មានអំណាចច្បាស់ជាមានរបស់ទាំងនោះរាប់មិនអស់ទៅហើយដូច្នេះគាត់បានសម្រេចចិត្តផលិត
ថ្នាំព្យាបាលការអស់កម្លាំងវិញព្រោះគាត់ដឹងថាលោកតារបស់គាត់រវល់ខ្លាំងណាស់ត្រូវអង្គុយដោះស្រាយឯកសាររាល់ថ្ងៃទោះបីជាគាត់ជាមេអាបធ្មប់ដ៏ខ្លាំងពូកែដែលអាចប្រើថាមពលម៉ាណាដើម្បីជួយសម្រួលការសម្រាកក៏ដោយប៉ុន្តែការនឿយហត់ផ្លូវចិត្តនិងភាពអស់កម្លាំងពីរាងកាយវារឿងផ្សេងគ្នាថ្នាំមួយនេះច្បាស់ជាមានប្រយោជន៍មហាសាលសម្រាប់គាត់មិនខានពេលសម្លឹងមើលទៅក្នុងឆ្នាំងចម្រាញ់លីអនបានធំក្លិនក្រអូបប្រហើរដ៏ស្រស់ស្រាយជះមកដែលធ្វើឲ្យគាត់ជឿជាក់ថាការចម្រាញ់នេះច្បាស់ជាជោគជ័យគាត់នឹកឃើញថាការនៅក្នុងហ្គេមថ្នាំប្រភេទនេះគឺជារបស់អន់ដែលគ្មានតម្លៃនិងគ្មានអ្នកណាត្រូវការឡើយប៉ុន្តែនៅក្នុងពិភពពិតជាក់ស្ដែងមួយនេះវាក្លាយជារបស់ដែលមានតម្លៃមហាសាលនិងសំខាន់បំផុតសម្រាប់មនុស្សម្នាលីអនបានដាស់ជំនាញចម្រាញ់កម្រិតខ្ពស់ដើម្បីបញ្ចប់ជំហានចុងក្រោយភ្លាមនោះទឹកថ្នាំពណ៌ខៀវស្រងាត់បានអណ្ដែតឡើងលើអាកាសយ៉ាងស្រស់ស្អាតដែលបង្ហាញពីគុណភាពដ៏ខ្ពង់ខ្ពស់បំផុតស្របពេលនោះរូបភាពនៃការចងចាំក្នុងអតីតកាលរបស់ម្ចាស់រាងកាយដើមបានលេចចេញមកតាមរយៈពពុះទឹកថ្នាំមុនពេលប្រព័ន្ធប្រកាសថាការផលិតថ្នាំព្យាបាលការអស់កម្លាំងកម្រិតផ្កាយ2ទទួលបានជោគជ័យគ្រាន់តែបានធំក្លិនទៅភាចេញពីដបថ្នាំភ្លាមលីអនមានអារម្មណ៍ថាខ្លួនប្រាណរបស់គាត់ប្រែជាស្រស់ស្រាយនិងមានកម្លាំងកំហែងភ្លាមថាមពលរបស់វាពិតជាខ្លាំងក្លាអស្ចារ្យមែនទែនប៉ុន្តែអ្វីដែលធ្វើឲ្យលីអននឹកស្មានបណ្ដោលនោះគឺស្រាប់តែមានសារព្រមានថ្មីមួយបានលោតឡើងក្រហមឆ្អៅព្រមានអ្នកបានបង្កើតវត្ថុទឹកដែលហួសពីកម្រិតកំណត់របស់រាងកាយភ្លាមនោះពន្លឺវេទមន្តពណ៌ខៀវដ៏ចែងចាំងបានជះចេញពីដបថ្នាំហើយហោះមកព័ទ្ធជុំវិញខ្លួនរបស់លីអនយ៉ាងលឿនសំឡេងប្រព័ន្ធបានប្រកាសបន្លឺឡើងពេញខួរក្បាលរបស់គាត់ថាទេពកោសលម៉ាណានអាដែលធ្លាប់តែទាល់ច្រកពេលនេះត្រូវបានដំណើរការនឹងដាស់ឲ្យភ្ញាក់ឡើងវិញហើយថាមពលដ៏មហាសាលនៃថ្នាំទឹកបានជ្រាបចូលទៅក្នុងសរសៃឈាមរបស់លីអនបើកផ្លូវឲ្យគាត់អាចប្រើប្រាស់ថាមពលវេទមន្តបានជាលើកដំបូងបំផុតនៅក្នុងឆាកជីវិតថ្មីនេះ